បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញកន្លែងដែលខ្ញុំផលិតជីកំប៉ុស្តគោករបស់ខ្ញុំហើយផលិតចេញពីកាកសំណល់ផ្ទះបាយដែលខ្ញុំប្រើប្រាស់ប្រចាំថ្ងៃសន្សំបានល្មមគួរសមនៅក្នុងធុងបាទបែបនេះគឺខ្ញុំអាចប្រើប្រាស់ជាមួយនឹងជីកំប៉ុស្តយកទៅដាំដំណាំបានល្អមែនទែនហើយនៅពេលដែលការផលិតជីកំប៉ុស្តនេះគឺខ្ញុំប្រើប្រាស់ដាក់រណ្ដៅបែបនេះនៅក្នុងរដូវប្រាំងនៅពេលដែលមានភ្លៀងទឹកលិចគឺខ្ញុំអត់ធ្វើទេខ្ញុំធ្វើនៅក្នុងធុងកញ្ច្រែងនៅខាងលើដោយសារតែក្នុងរដូវប្រាំងខ្ញុំធ្វើនៅក្នុងរណ្ដៅនេះគឺទទួលបានជីកំប៉ុស្តបានច្រើនជាងដោយសារតែរណ្ដៅធំជីកំប៉ុស្តច្រើនគឺយើងទទួលបានជីកំប៉ុស្តដែលជាជីកំប៉ុស្តល្អយកទៅដាំដំណាំក៏បានច្រើនដែរគ្រាន់តែអ្នកទាំងអស់គ្នារក្សាទុកជាមួយនឹងកាកសំណល់ផ្ទះបាយបែបនេះមកដាក់ចូលកូរគ្នាជាមួយនឹងកណ្ដៀងខែតជាមួយនឹងស្លឹកឈើជាមួយនឹងស្មៅដែលយើងបោចចេញពីរោងដំណាំរបស់យើងហ្នឹងគឺយើងអាចដាក់ចូលផ្អាប់វាបែបនេះមកគឺយើងទទួលបានជីកំប៉ុស្តលេខ1ដែលយើងយកទៅលាយជាមួយដីយើងមិនអាចយកជីកំប៉ុស្តយកទៅដាំជាមួយនឹងដំណាំផ្ទាល់បានទេដោយសារវាក្តៅហើយវាមានសមាសធាតុដែលដំណាំត្រូវការហ្នឹងគឺវាច្រើនដូចជាសមាសធាតុដែលសំខាន់ដូចមានដូចជាអាស៊ូតមានដូចជាស្ពនធម៌មានដូចជាកាល់ស្យូមអីផ្សេងៗគឺមាននៅក្នុងជីកំប៉ុស្តនេះស្រាប់ដោយសារតែយើងប្រមូលកាកសំណល់ផ្ទះបាយរបស់យើងហ្នឹងជាមួយនឹងសម្បករុក្ខជាតិឬក៏បន្លែផ្លែឈើផ្សេងៗគឺយើងអាចយកមកដាក់ចូលគ្នានេះគឺយើងនឹងទទួលបានជីកំប៉ុស្តមួយដែលល្អសម្រាប់លាយជាមួយដីដាំរបស់យើងហើយនឹងមួយទៀតគឺយើងឧស្សាហ៍ត្រឡប់ជីកំប៉ុស្តរបស់យើងហ្នឹងចុះឡើងឬក៏កាប់វាត្រឡប់វាចុះឡើងទៅដើម្បីឲ្យជីកំប៉ុស្តយើងហ្នឹងឆាប់កាច់ក្លាយទៅជាជីកំប៉ុស្តនៅពេលដែលក្លាយទៅជាជីកំប៉ុស្តគឺយើងដាក់ជាមួយនឹងម្សៅកសិកម្មដែលគេហៅថាម្សៅកំបោរសហ្នឹងដើម្បីឲ្យវាជួយកាត់បន្ថែមទៀតឬក៏ជីទឹកដែលជួយកាច់ជីកំប៉ុស្តរបស់យើងឬក៏ស្កររងូអីផ្សេងៗដែលយើងដាក់ចូលនៅក្នុងនោះក៏បានដែរប៉ុន្តែបើបងប្អូនមានទេយើងអាចទិញម្សៅកសិកម្មដើម្បីរួយពីលើវាយ៉ាងច្រើន1គីឡូ2គីឡូអីគឺយើងទទួលបានជីកំប៉ុស្តដើម្បីដាំហើយដំណាំដូចជាដំណាំយកស្លឹកយកផ្លែអីបើសិនជាដំណាំយកផ្លែគឺយើងរួយពីលើទៅយើងមានជីកំប៉ុស្តមានវត្ថុធាតុដើមខ្លួនឯងស្រាប់បែបនេះបើបងប្អូនទាំងអស់គ្នាពិបាកក្នុងការធ្វើមិនចំណាយពេលយូរនោះបងប្អូនទាំងអស់គ្នាអាចជាវទិញនៅតាមរោងកសិកម្មអីផ្សេងៗប៉ុន្តែនៅពេលដែលយើងធ្វើបែបនេះគឺវាចំណេញមែនទែនចំណេញទាំងថវិកាហើយគ្រាន់តែយើងត្រូវការពេលវេលារង់ចាំវារយៈពេល1ខែឬទៅ2ខែដើម្បីឲ្យជីកំប៉ុស្តយើងរលួយបើកាន់តែយូរក៏ល្អដែរដើម្បីឲ្យរលួយកាន់តែមានលបាយតូចៗល្អិតបាទអរគុណបងប្អូនទាំងអស់គ្នាខ្ញុំសូមចែករំលែកត្រឹមប៉ុណ្នេះសូមទស្សនាវីដេអូខ្ញុំបន្តទៀតអរគុណច្រើន